បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមចូលមកវីដេអូថ្មីមួយទៀតដែលខ្ញុំចង់និយាយអំពីបន្លែមុខម្ហូបធ្វើដែលបងប្អូនយកមកធ្វើជាម្ហូបអាហារនោះបងប្អូនហើយថ្ងៃនេះខ្ញុំបានទៅផ្សារដើមគោវេលាម៉ោង4ទៀបភ្លឺដែលខ្ញុំទៅទិញបន្លែជាមួយនឹងគ្រួសារខ្ញុំនោះយកមកលក់ដូរនៅតាមផ្ទះអញ្ចឹងណាបងប្អូនហើយអ្វីដែលខ្ញុំចង់ចែកចាយប្រាប់បងប្អូនជាពិសេសគឺបងប្អូនប្រជាជនកសិករខ្មែរឲ្យបានដឹងពីដំណឹងថ្មីមួយដែលខ្ញុំបានសង្កេតឃើញតាំងតែពីរយៈពេលមួយឆ្នាំកន្លងមកហើយបងប្អូនដែលជាប្រភេទនៃបន្លែមួយដែលវាអត់ងាយចុះថ្លៃខ្លាំងទៀតបងប្អូនហើយវាមានតម្លៃថ្លៃជារៀងរាល់ថ្ងៃហើយរាល់ខែរាល់ឆ្នាំចឹងបងប្អូនណាគឺជាប្រភេទបន្លែម្ទេសដែលជាគ្រឿងផ្សំក្នុងម្ហូបអាហាររបស់បងប្អូនហ្នឹងបន្លែម្ទេសនេះប្រហែល1ឆ្នាំមុនខ្ញុំបានផុសវីដេអូមួយស្ដីអំពីបន្លែម្ទេសនេះគឺលក់បានថ្លៃណាស់បងប្អូនកាលពី1ឆ្នាំមុនគឺបន្លែម្ទេសហ្នឹងគឺ1គីឡូគឺវាឡើងថ្លៃរហូតដល់9,500រៀលក៏ប៉ុន្តែនៅថ្ងៃនេះគឺ1ឆ្នាំក្រោយមកគឺបន្លែម្ទេសនេះគឺកាលពីថ្ងៃទី28នេះបងប្អូនថ្ងៃទី27ហ្នឹងគឺបន្លែម្ទេសនេះគឺវា1គីឡូវា6,000ហើយនៅថ្ងៃទី28នេះគឺនៅក្នុងថ្ងៃទី28នេះគឺបន្លែម្ទេសនេះគឺវា1គីឡូ8,000អញ្ចឹងណាបងប្អូនខ្ញុំគិតថាបន្លែម្ទេសនេះគឺអត់ងាយឡើងចុះថ្លៃខ្លាំងទេបងប្អូនហើយវាមានតម្លៃថ្លៃវាមានតម្លៃថ្លៃតាមដែលខ្ញុំសង្កេតមើលរយៈពេល1ឆ្នាំហើយដូច្នេះខ្ញុំចង់ប្រាប់បងប្អូនកសិករថាយើងដាំបន្លែម្ទេសនេះគឺបានតម្លៃថ្លៃណាស់បងប្អូនហើយខ្ញុំមិនដឹងថាការដែលបងប្អូនមានលទ្ធភាពដាំបន្លែម្ទេសនេះបានផលយ៉ាងណាទេបងប្អូនក៏ប៉ុន្តែនៅពេលខ្លះខ្ញុំបានសង្កេតឃើញថាបន្លែម្ទេសនេះគឺគេនាំចូលមានន័យថានាំចូលពីបរទេសហើយបងប្អូនដឹងហើយថានាំចូលពីបរទេសគឺនាំមកពីខាងណាបងប្អូនដឹងហើយថាបន្លែភាគច្រើនយើងនាំមកពីណាពេលខ្លះគឺម្ទេសហិលពណ៌ក្រហមនេះគឺយើងនាំចូលពីបរទេសទេហើយគេលក់បានថ្លៃទៀតផងណាបងប្អូនដូច្នេះខ្ញុំចង់ប្រាប់បងប្អូនថានេះជាឱកាសមួយសម្រាប់ប្រជាកសិករយើងដែលមានដីទំហំតូចឬមួយក៏នៅគៀនជ្រុងណានៃផ្ទះបងប្អូនអាចដាំម្ទេសក្រហមនេះយកមកលក់ពីព្រោះម្ទេសក្រហមនេះទោះបីវាចុះថោកប៉ុណ្ណាក៏នៅតែ1គីឡូ6,000ទេបងប្អូនប៉ុន្តែដល់ពេលដែលវាឡើងថ្លៃវិញគឺវាឡើងថ្លៃរហូតដល់8,000អញ្ចឹងណាបងប្អូនក្នុង1គីឡូដូច្នេះវាជាឱកាសល្អខ្លាំងណាស់នេះជាទីផ្សារពិតប្រាកដដែលខ្ញុំបានទៅទិញបន្លែនៅផ្សារដើមគោហ្នឹងពេលយប់ម៉ោង4យកមកលក់នៅតាមផ្ទះដើម្បីខ្ញុំលក់រាយហ្នឹងបងប្អូនណាដូច្នេះខ្ញុំឃើញតែបន្លែម្ទេសនេះទេពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែគឺវាអត់ងាយចុះថ្លៃហើយវាបានតម្លៃអញ្ចឹងណាបងប្អូនតើខ្ញុំនិយាយនេះបងប្អូនប្រជាកសិករមើលឃើញយ៉ាងម៉េចដែរហើយចំពោះខ្ញុំជាអ្នកនៅទីក្រុងខ្ញុំពិសោធន៍នឹងការសង្កេតមើលលើទីផ្សារពិតប្រាកដខ្ញុំឃើញបន្លែម្ទេសនេះរយៈពេល1ឆ្នាំហើយដែលខ្ញុំធ្វើវីដេអូផុសបង្ហាញប្រាប់បងប្អូនមហាជនដែលគាត់បានចូលមើលដូច្នេះគាត់បានមើលគាត់ដឹងថាបានមើលមកដល់ថ្ងៃនេះគឺវារយៈពេល1ឆ្នាំហើយបន្លែម្ទេសនេះបងប្អូនអាចមិនជឿទេបងប្អូនអាច search វីដេអូរបស់ខ្ញុំដែលបងប្អូនដាក់ថា P4 បងប្អូនដាក់ថាលក់បន្លែម្ទេសមក1គីឡូ9,500រៀលហើយបងប្អូនដាក់ P សរសេរដាក់ P4 ដក clear ហើយ SHV នឹងបងប្អូននឹងឃើញវីដេអូនឹងលោតមកនៅចំពោះមុខបងប្អូនហើយបងប្អូនស្ដាប់ទៅមើលតើវីដេអូដែលខ្ញុំបានផុស1ឆ្នាំមុននោះវាយ៉ាងម៉េចហើយមកដល់ពេលថ្ងៃនេះដែលបងប្អូនមើលវីដេអូនៅថ្ងៃនេះតើបន្លែម្ទេសនោះវាប្រែប្រួលមកយ៉ាងម៉េចមានន័យថាបន្លែម្ទេសវានៅតែឡើងថ្លៃដដែលអញ្ចឹងណាបងប្អូនទោះបីវាចុះគឺវាចុះតែក្នុងរវាង2,000ចន្លោះតែ2,000ទេបើវាថោកគឺបើសិនជាបន្លែម្ទេសនោះវាថោកគឺ1គីឡូគឺតែ6,000ហើយវាអាចឡើងថ្លៃដល់8,000ទៅដល់1គីឡូ9,000អញ្ចឹងណាបងប្អូនដូច្នេះជាឱកាសល្អដែលបងប្អូនប្រជាកសិករអាចសង្កេតមើលលើទីផ្សារពិតប្រាកដ
ហើយបន្លែម្ទេសនេះខ្ញុំគិតថាយើងបងប្អូនប្រជាកសិករមិនពិបាកដាំទេក្នុងការប្រកបមុខរបរដាំបន្លែលក់អញ្ចឹងណាបងប្អូនដូច្នេះអ្វីដែលខ្ញុំបានចែកចាយប្រាប់បងប្អូននៅពេលនេះជាព្រឹត្តិការណ៍ថ្មីជាព័ត៌មានថ្មីដែលខ្ញុំចែកចាយប្រាប់បងប្អូនប្រជាកសិករខ្មែរឲ្យបានដឹងអំពីផលិតផលបន្លែនេះដែលលក់បានថ្លៃគឺបន្លែម្ទេសនៅពេលនេះដែលខ្ញុំបានសង្កេតឃើញរយៈពេល1ឆ្នាំហើយបន្លែនេះមិនចុះថ្លៃខ្លាំងណាស់ទេបងប្អូនជាឱកាសដែលបងប្អូនអាចរកផលចំណេញបានហើយមានឱកាសងាយនឹងដាំទៀតផងបើតាមខ្ញុំគិតក៏ប៉ុន្តែខ្ញុំមិនប្រកាសថាខ្ញុំនិយាយនេះត្រូវតាមសភាពជាក់ស្ដែងទៅនឹងការដាំដុះរបស់ប្រជាកសិករយ៉ាងណាទេបងប្អូនខ្ញុំសូមអធិស្ឋានផងដែរដូច្នេះអ្វីដែលខ្ញុំបានជូនដំណឹងទាំងអស់នេះមកដល់ទីបញ្ចប់ឲ្យបងប្អូនគួរសូមបងប្អូនអធិស្ឋានសូមអរគុណសូមជម្រាបលា